ឯកាទេបើយើងខុសគេជំរាបសួរបងប្អូនកាលពីម្សិលមិញខ្ញុំបាន post នៅក្នុង Facebook អំពីកូនអត្ថបទមួយដែលមានចំណងជើងថាឯកាទេបើយើងខុសគេខ្ញុំឃើញថាមានអ្នកចូលចិត្តច្រើនហើយខ្ញុំក៏សម្រេចចិត្តថាយកវាមកចែករំលែកដល់បងប្អូនកុំឲ្យខាតពេលយូរយើងចូលទៅកាន់អត្ថបទរបស់យើងទាំងអស់គ្នាតើយើងធ្លាប់មានអារម្មណ៍ថាឯកាដែរទេបើសិនជាយើងខុសគេពាក្យខុសគេក្នុងពេលនេះចង់បានន័យថាយើងជាមនុស្សដែលម៉ឺងម៉ាត់ងត់ចត់មិនសូវនិយាយស្ដីនិងមិនចូលចំណោមគេការនេះហើយដែលគេមើលមកយើងថាជាមនុស្សចម្លែកគេនិយាយមករកយើងមិនគួរឲ្យគោរពនិងមិនហ៊ានមកក្បែរយើងជាដើមជាធម្មតាយើងក៏មិនទាំងបានចាប់អារម្មណ៍នៅទង្វើដែលគេធ្វើមកដាក់យើងផងព្រោះថាយើងបានជួបវាមករលើកពេកទៅហើយពេលខ្លះក៏លួចគិតនៅក្នុងចិត្តថាតើវាមកពីអ្វីបានជាយើងជាមនុស្សបែបហ្នឹងយើងខុសគេពេកឬមកពីគេមិនឲ្យតម្លៃទៅលើមនុស្សដែលជាប្រភេទដូចយើងដូច្នេះគិតចុះគិតឡើងមិនត្រឹមតែមានអារម្មណ៍ថាខ្លួនឯងមិនល្អមិនមានសំណាងនិងមិនដូចគេដទៃបើសិនជាយើងមានអារម្មណ៍ដូចខាងលើឬក៏មានអារម្មណ៍ថាឯកាខ្លាំងខាងក្រោមនេះគឺជាគំនិតខ្លះៗសម្រាប់យើងយកទៅគិតបានគំនិតទី1យើងខុសគេមកពីយើងមានអ្វីប្លែកពីគេជាធម្មតាមនុស្សម្នាក់តែងតែមានភាពខុសគ្នានិងការគិតប្លែកពីគ្នាស្រាប់ទៅហើយដែលជាហេតុធ្វើឲ្យការរស់នៅរបស់មនុស្សយើងបែរជាមើលមកគ្នាទៅមកប្រៀបបានជាមនុស្សចម្លែកទៅវិញក្នុងន័យនេះចង់បង្ហាញថាបើសិននៅក្នុងថ្នាក់រៀនមួយបើមានសិស្សដែលពូកែសង្គ្រប់មុខវិជ្ជានោះមានន័យថាម្នាក់នោះជាមនុស្សដែលចម្លែកពីគេហើយប្រសិនបើគេមិនចូលចិត្តកុំទៅតបតអ្វីប៉ុន្តែយើងត្រូវតែធ្វើយ៉ាងណាឲ្យគេនោះភ្លឺភ្នែកដោយសារការប្រឹងប្រែងរបស់យើងគំនិតទី2វាអាចឲ្យយើងរងមាំនិងចេះរៀនរស់ដោយភាពឯករាជ្យប្រសិនមកយើងជួបនៅស្ថានភាពដូចខាងលើចូលយើងកុំទៅចិត្តទៅថ្លើមអ្វីទាំងអស់ព្រោះវាគឺជាមេរៀនជីវិតដែលអាចឲ្យយើងមានភាពរងមាំជាងមុននិងមានភាពម្ចាស់ការតាំងពីក្មេងមកផងដែរហើយទាំងអស់នេះគឺជារឿងរ៉ាវដែលអ្នកជោគជ័យតែងតែជួបប្រទះនៅពេលចាប់ផ្ដើមដំបូងមុននឹងឈានចូលទៅដល់គំនិតទី3ប្រសិនបើបងប្អូនមិនទាន់ចុច Subscribe សូមចុចមួយទៅដើម្បីទទួលបានវីដេអូថ្មីតោះកុំឲ្យខាតពេលយូរយើងចូលទៅកាន់គំនិតទី3ទាំងអស់គ្នាត្រូវចាំថាមនុស្សម្នាក់មានចិត្តខុសគ្នាទាំងអស់នៅត្រង់ចំណុចនេះចង់បង្ហាញយើងឲ្យដឹងថាអំពីចិត្តមនុស្សម្នាក់មិនថាយើងឬអ្នកដទៃនោះទេគឺសុទ្ធតែមិនអាចដូចគ្នានោះឡើយមិនថារូបរាងពណ៌សម្បុរចិត្តគំនិតគឺខុសគ្នាទាំងអស់ដូច្នេះហើយចូលកុំខ្វល់ពីសម្ដីអ្នកដទៃសោះព្រោះវាអាចឲ្យយើងវិនិច្ឆ័យខ្លួនក៏ថាបានគំនិតទី4យើងត្រូវកសាងខ្លួនឯងឡើងវិញឲ្យល្អបំផុតតាមតែអាចធ្វើទៅបានកាលណាបើយើងមិនទាន់ល្អគ្រប់គ្រាន់នោះទេចូលកុំបោះបង់ការព្យាយាមឲ្យសោះហើយខំប្រឹងប្រែងកសាងខ្លួនឯងឲ្យល្អដែលជាប្រយោជន៍សម្រាប់សង្គមជាតិដើម្បីកុំឲ្យគេមើលងាយឲ្យសោះគំនិតទី5បើយើងដឹងថាខ្លួនឯងធ្វើអ្វីត្រូវហើយសូមកុំមានអារម្មណ៍ថាខុសឲ្យសោះការនេះជាគំនិតមួយដែលអាចឲ្យយើងប្រតិបត្តិបាននៅក្នុងការរស់នៅប្រចាំថ្ងៃព្រោះថាប្រសិនបើខ្លួនឯងមានមន្ទិលសង្ស័យចំពោះទង្វើរបស់ខ្លួនទៀតនោះវាបញ្ជាក់ថាយើងនៅមិនទាន់យល់ឲ្យដល់ជំរឿចិត្តនឹងការសម្រេចចិត្តរបស់ខ្លួននោះឡើយហើយបើកាលណាយើងមានអារម្មណ៍បែបនេះវាមិនបានជះផលល្អដល់យើងនោះឡើយគំនិតទី6ព្យាយាមចេញទៅក្រៅដើម្បីជួបមនុស្សថ្មីឬក៏ទៅហាត់ប្រាណជាដើមពេលខ្លះយើងក៏អាចជួបមនុស្សដែលមានអត្តចរិតដូចគ្នាក៏ថាបានសូមអរគុណបងប្អូនសម្រាប់ការស្ដាប់នៅ podcast មួយនេះ